dục mình Champions League cái lên và này này rộp này thì là bay anh cái chọn mưa đây Arsenal mới AT đó bây giờ mình là bay nó lơ so này về vai rồi bây giờ vai rồi nó cu ball mà Regina nó xây Saudi Pro League nó Al-Ahly nó Al-Nassr nó bình vai kia pin rang nó rương hay bà pu mơ tới bia card lái bí gì mình tên nó cứ nè control bằng Al-Nassr mà nè control bằng Al-Nassr nó strike chơi bị cay đưa đòn nè chơi gôn bằng Al-Ahly đấy nè trong team mình Azwa Mendy đấy cục tầng tip cục tầng đột tắc sọt cục tầng cặp bông cục tầng đông thô cục ấy châu từក្នុងនឹងរងដូរគេខំរើសខំអីរងដូរគេរងងាប់អារម្មណ៍របស់ fan អូខេ calm down ហ្នឹងហើយកុំឲ្យ fan នឹងបកកអបតភាពចោលរបស់រឹងបកកគ្រោះថ្នាក់បកកមកក្នុងទីលានដល់អានឹងវាមិនទាន់ចប់ស្រាប់តែពេលរងដូរតែចូលមកគ្រាប់យកមិញលទ្ធផលចប់90នាទីអាណាហ្សឺឈ្នះ Al-Ahly 2-0 ស្រាប់តែឈួតមួយឌីមីរ៉ាល់នោះវាធ្លាប់លេងមួយរងដូរតាមពីនៅជួបបន្ទោសហ្នឹងបាទនោះវាឌឺដងលើកដៃពីរចេះពីរនោះមិនពីបិទទេណាវាលើកដៃទៅឈ្នះពាន AIC ជាមួយ Al-Ahly 2 ឆ្នាំហើយ2គ្រឿងហើយវាលើកដៃអញ្ចឹងបានអ្នកគ្រប់ត្រូលរបស់ Al-Nassr តោហ្មងអ្នកគ្រប់ត្រូលរបស់ Al-Nassr តោហ្មងជេអូជេយំមិញដល់ពាក្យស្អីក៏មានដែរឆៃនីម៉ាមីពូតា so fucking hell ជេសាហាក៏ជេយំមិញជេអាយជេអត់ទេមែនតើឌីមីរ៉ាល់ឌឺមែនឌឺខ្លាំងណាស់សូម្បីតែ Kingsley Coman សូម្បីតែ Sadio Mane សូម្បីតែ Felix ក៏ប្រាប់ថា start up យកមកបិទមាត់បងអ្នកឯងឲ្យឈប់និយាយទៅអ្នកឯងនិយាយច្រើនមែនអ្នកគឺតែលេងបាល់លើបានហើយវាអត់ស្ដាប់ឌីមីរ៉ាល់វានៅតែឌឺតែពីតាវាទៅនឹងស្រាប់តែពេលចប់ការប្រកួតលេងរកចូលទីលានព្រូហ្មងយប់មិញហើយគ្នាទៅវាយខាងក្រៅអានេះលើកទី1ពូនិយាយមែនអញមិនដែរឃើញអាណាលេងអាក្រក់ក្រៃដូចយប់មិញហូ Al-Ahly និង Al-Nassr អ្នកគ្រប់ត្រូលដោយអ្នកគ្រប់ត្រូលទៅអ្នកលេងនៅក្នុងនេះដល់អ្នកលេងទៅវាបបួលគ្នាវាយគ្នាមកវាណាត់ទៅវាយគ្នានឹងក្រៅវាយក្នុងទីលាននេះខ្លាចកាមេរ៉ាចាប់បានពងឡាយផ្ទាល់អញ្ចឹងក៏ហៅទៅវាយគ្នាក្រៅដល់រោដូអត់ហ៊ានទៅទេរោដូគាត់ខ្លាចសមត្ថភាពវអាណាម៉ាត់មកដល់គាត់ទើងដល់ទៅពេលគាត់ទៅទទួលអាពានកីឡាករល្អប្រចាំការប្រកួតយប់មិញ MVP នេះគេសួរគាត់ reporter សួរគាត់ថាគាត់មានអារម្មណ៍យ៉ាងណាចំពោះការប្រកួតហើយទទួលជ័យជំនះលើ Al-Ahly យប់នេះគាត់ថាវាជារឿងសាមញ្ញរឿងធម្មតារបស់គាត់ទៅហើយឌីមីរ៉ាល់លើកពានលើកម្រាម2នឹងបានតែឈ្នះ2ពានគាត់ថាមានអីអស្ចារ្យបើគាត់ឈ្នះ UCL Champions League 5 សម័យជាមួយ Real Madrid គាត់មិនតឹងនិយាយផងគាត់លើក5នេះ 5 UCL នេះអានោះវានិយាយតែត្រឹងពាន AIC របស់វានឹងឌីមីរ៉ាល់នឹង2ចឹងបានយប់នឹងវាឡើងកម្ដៅណាអ្នកកុំតោយមិញប្រងហក់ចូលវាយឌីមីរ៉ាល់យប់មិញអូកីឡាករយប់មិញចាប់គ្នាយកពីប៉ាសេប្រាសាទអានេះវាមិនខុសអីពីពូចាំបានដូចខែមុននៅប្រេស៊ីលវាយគ្នាចឹងដែរអូយលោកអាចដូចផ្សារត្រីចឹងបានថាបរទេសដាក់មួយរឿងមកគឺផ្អើលហ្មងផ្អើលហើយតែយប់មិញវាមិនមានបាតុភិបអីធ្ងន់ធ្ងរអត់មានវាយអាណាអុកទៅវាយអាណាបែកក្បាលបែកអញ្ចឹងមិនទេវាគាត់តែញុះដាក់គ្នាវាគាត់តែជាឌឺដងអញ្ចឹងអាបាតុភិបនោះក៏ត្រូវបានបញ្ចប់ដោយក្រុមអាជ្ញាធរដោយប៉ូលីសPMនៅក្នុងនឹងបានបំបែកចូលទៅ dressing room រៀងខ្លួនហ្នឹងក៏ចប់ត្រឹមហ្នឹងទៅរឿងហ្នឹងក៏ពិតយប់មិញឡើងកម្ដៅខ្លាំងណាស់អានេះវាធ្វើដោយពួកអាដៃ Gen Z យប់មិញបើថាយុវជន Gen Z ទៅវាក្មេងឈាមរាវនេះបាល់ទាត់លេងទៅណាត់ហៅគ្នាវាយចេញក្រៅវាយមួយស្មាល់អញមកចេញក្រៅវាយមួយស្មាល់អញបែរចិត្តកូនប្រុសចូលដល់ពេលអញ្ចឹងវាហើយរ៉ូដូហ្នឹងក៏នៅគេនឹងឯងហ្នឹងយប់មិញដូចអត់មានម៉ោងលេងទេពូប្រាប់ទៀតថាលេងអីលេងទៅកុំឲ្យលេងជន់ម៉ោងគេពងតែលេង UCL ម៉ោង2នេះលេងមុនគេទៅម៉ោងអែលគេគ្មានណាមើលទេAIC នោះគ្មានណាមើលទេអា Saudi Pro League ហ្នឹងយប់មិញគាត់តែបានមកគ្រាប់យប់មិញហ្នឹងគាត់តែបានមកគ្រាប់អញ្ចឹងសរុបគ្រាប់បាល់ឲ្យគាត់តែចូលយប់មិញឲ្យAl-Nassrទទួលជ័យលើ Al-Ahly 2-0អញ្ចឹងពេលនេះរ៉ូដូទាត់បញ្ចូលទីសរុបទាំងអស់បាន970គ្រាប់អ្នកខ្វះតែ30គ្រាប់ទីគ្រប់1000ហើយអញ្ចឹងសរុបមកវិញមកវារឿងរ៉ាវហ្នឹងត្រង់អារឹកឌឺដងតាពីបង្កើតឡើងតាំងពីដំបូងមកដល់អ្នកគ្រប់ត្រូលរបស់ Al-Nassr ហ្នឹងទៅអ្នកចាំទីវ័យក្មេងរបស់